សួស្តីទស្សនិកជនទាំងអស់គ្នាដែលតែងតែនិយមតាមដានទស្សនាតាមបណ្ដាញសង្គម YouTube ថ្ងៃនេះ Channel ជានៅលេខរបស់យើងខ្ញុំសូមលើកយកប្រធានបទថ្មីមួយមានចំណងជើងថាស្ត្រីចាញ់កូនឃ្លានប្លែកៗដូចជាដីអំបែងក្បឿងបណ្ដាលមកពីអ្វីខ្លះសូមបងប្អូនទាំងអស់គ្នាកុំភ្លេចចុច Like Subscribe និងសញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតពី Channel YouTube របស់យើងខ្ញុំស្ត្រីភាគច្រើនពេលចាប់ផ្ដើមមានផ្ទៃពោះនិងមានការប្រែប្រួលខ្លះៗដែលយើងហៅថាអាការៈចាញ់កូនស្ត្រីខ្លះមិនសូវមានអាការៈចាញ់ខ្លាំងទេគឺអាចញ៉ាំអាហារបានធម្មតាតែសម្រាប់ម្ដាយមួយចំនួនទៀតវិញចាញ់មិនអាចញ៉ាំបានអ្វីច្រើនសោះហើយចង់ញ៉ាំនេះចង់ញ៉ាំនោះមិនឈប់ថែមទាំងជារបស់ប្លែកៗខុសពីធម្មតាទៀតផងតើការឃ្លានខុសប្លែកបែបនោះមកពីអ្វីលោកវិជ្ជបណ្ឌិតហៀងរតនាឯកទេសជំងឺទូទៅបានឲ្យដឹងថាកាលពីមុនអ្នកចាញ់កូនមួយចំនួនឃ្លានបែបប្លែកៗដូចជាអំបែងក្បឿងឆ្នាំងដីជាដើមមូលហេតុដែលបណ្ដាឲ្យស្ត្រីពពោះឃ្លានរបស់អស់ទាំងនោះអាចមកពីអរម៉ូនឡើងខ្លាំងហើយមានការសិក្សាខ្លះបញ្ជាក់ថាមកពីស្ត្រីមានផ្ទៃពោះខ្វះជាតិដែកទើបបានជាបណ្ដាលឲ្យទៅជាបែបនោះលោកវិជ្ជបណ្ឌិតបន្តទៀតថាក្រៅពីខ្វះជាតិដែកហើយស្ត្រីមួយចំនួនកាលពីជាង10ឆ្នាំទៅ20ឆ្នាំមុនមានបញ្ហាកង្វះអាហារូបត្ថម្ភក៏នាំឲ្យកើតឡើងចំណង់អាហារខ្លាំងខុសពីធម្មតាដូចគ្នាចំពោះបញ្ហានេះដែរកើតឡើងលើស្ត្រីកំពុងពពោះព្រោះរាងកាយត្រូវបង្កើនតម្រូវការអាហារូបត្ថម្ភសម្រាប់ផ្គត់ផ្គង់ដល់ទារកក្នុងផ្ទៃក្នុងករណីនេះនឹងធ្វើឲ្យស្ត្រីពពោះកើនឡើងចំណង់អាហារខ្លាំងក្លារយៈពេលខ្លីនិងញ៉ាំច្រើនដើម្បីទទួលបានអាហារបំប៉នគ្រប់គ្រាន់ទៅដល់គល់កំពុងលូតលាស់ចំពោះអាការៈឃ្លានបែបប្លែកៗក៏អាចមកពីរាងកាយត្រូវការបង្កើនអាស៊ីតខ្លាញ់វីតាមីនសំខាន់ៗដទៃដើម្បីបន្ថែមសារជាតិចិញ្ចឹមគ្រប់គ្រាន់ចំពោះការប្រែប្រួលអរម៉ូនត្រូវលោកវិជ្ជបណ្ឌិតឯកទេសទូទៅរូបនោះបានបញ្ជាក់ថាការប្រែប្រួលអរម៉ូនជាមូលហេតុនាំឲ្យការផ្លាស់ប្ដូរចំណង់ញ៉ាំដែរទោះជាយ៉ាងណាក៏ដោយបើបច្ចុប្បន្នលោកសង្កេតឃើញថាម្ដាយសម័យនេះលែងមានបញ្ហាអស់ទាំងនោះទៀតហើយគ្រាន់តែឃ្លាននឹងញ៉ាំច្រើនហើយឃ្លានគ្រប់មុខឬអាហារមិនធ្លាប់ញ៉ាំសោះហើយមិនមែនតែប៉ុណ្ណោះរាល់ពេលម្ដាយទៅពិនិត្យផ្ទៃពោះគ្រូពេទ្យនឹងបន្ថែមថ្នាំគ្រាប់ជាតិដែកចំនួន90គ្រាប់ដល់ស្ត្រីដូច្នេះហើយមិនសូវមានកង្វះជាតិដែកដូចពីមុនទេ